ប្រសិនបើអ្នកទាំងអស់គ្នារ៉ាំមកត្រូវការថាគ្រូកលឹមនឹងខ្ញុំអត់ចង់បានស្មើគ្នាទេអូតូម៉ាទិកមិនត្រូវស្មើមែនទេបាទពីព្រោះយើងអត់បានសេតនៅទំហំកលឹម energy zone មានទំហំប៉ុន្មានកលឹម energy 1មានទំហំប៉ុន្មានហើយកលឹម energy 2មានទំហំប៉ុន្មាននោះទេណាហ្នឹងហើយអញ្ចឹងរ៉ាំគ្នាវាត្រូវតែស្មើចាស់ខ្ញុំសូមណែនាំប្រាប់ពួកយើងថាក្នុងករណីដែល table យើងមានត្រឹមតែ2 3កលឹមយើង set property វាមិន set ទេអាកន្លែង auto resize នោះណាហ្នឹងហើយតែបើសិនជារបស់យើងមានច្រើនកលឹមហើយយើងត្រូវការមាន horizontal នៅខាងក្រោមនេះអញ្ចឹងហ៎បាទ horizontal មិន vertical ទេ vertical វាជាវិចេញឯងប្រសិនបើទិន្នន័យនេះវាច្រើនមែនទេហ្នឹងហើយតែដល់ពេល horizontal នេះវានឹងអាចចេញនៅពេលដែលកលឹមវាមានច្រើនមែនទេហ្នឹងហើយបាទអញ្ចឹងប្រសិនបើយើងគិតថាកលឹមយើងមានច្រើនវាមិនអាចឃើញនៅទំហំទាំងអស់អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែកែនៅក្នុង property របស់ J table ដែលយើងដាក់ពាក្យថា auto resize នេះ auto resize mode ណាហ្នឹងហើយយើងឲ្យវាអស់ទៅតែលើក្នុងករណីនេះកលឹមមាន3ខ្ញុំគិតថាវាស័ក្តិសមបានមិនឲ្យអស់ទេតែរ៉ាំមកយើងត្រូវការកែប្រែទំហំរបស់វាតើអ្វីដែលយើងចង់បានណាហ្នឹងហើយចេះក៏យើងសេនៅក្នុង form of pen ដែរណាក្នុង form of pen កែប្រែទំហំរបស់កលឹមអ្នកទាំងអស់គ្នាគួរតែសរសេរកូដនៅខាងក្រោមការបង្កើតការ add សាច់ពីលអីជេកបោកបកអីចូលទៅក្នុង cell ណាគួរតែហ្នឹងស្អីបង table.get column model បាទ .get column បាទឥឡូវយើងចង់កែទំហំcolumn energy មែន energy zone បាទ energy zone បាទ .set prefix width បាទទៅខ្ញុំដាក់150អញ្ចឹងហ៎បាទទំហំរបស់ energy zone 150អញ្ចឹងគឺថានេះវាកែតាមទំហំរបស់ energy zone នោះទេណាហ្នឹងហើយចុះយើងចង់កែផ្សេងទៀត get column model ណាហ្នឹងហើយ get column បាទតែទី1បាទអីយើងគិតថាអាយុតិចជាងគេទេខ្ញុំដាក់ត្រឹមតែ80អីទៅបាទហើយ set prefix 80ទៅណាហ្នឹង80ទៅបាទtable.get column model .get column បាទ index 2បាទទី2 set prefix ណែដាក់150ដែរណាយើងរ៉ាំមើលទៅអ្នកទាំងអស់គ្នានឹងឃើញថាទំហំរបស់វារ៉ាំមកគ្នាវាផ្សេងគ្នាវាខុសពីមិញដែលវាមានទំហំប៉ុនគ្នាណាហ្នឹងហើយគ្រូខ្ញុំចង់បានកុំគ្នាឲ្យចង់បានកុំគ្នាមិនតែកុំចូលទេណាហ្នឹងហើយតែបើយើងចង់បានវាខុសគ្នាយើងតែកុំយល់មកគ្នាណា